ពីព្រៃនាយមានបរិសង្ហាម្នាក់ដែលត្រូវជាស្វាមីរបស់ម្ចាស់ប្រេនមីដែលបរិសម្នាក់នោះមានឈ្មោះថាណែបើក្បាលវីដេអូសិតបរិសង្ហាចាធម្មតាអ្នកនរគ្នាចាចាំគេរសើយូរពេកត្រូវរសើប្តីខ្លួនឯងលើកទឹកចិត្តប្តីខ្លួនឯងប្តីយើងត្រូវតែសង្ហានៅក្នុងភ្នែកយើងជានិច្ចហើយតម្រុំតែបានវីដេអូលៀបសាន់សរោមឲ្យផាត់ខូសិនដល់គ្នាឲ្យចាប្រពន្ធលុនតួជាងពីអីទៀតមិនងាយឲ្យយើងថតហើយក៏មិនងាយចូលកាមេរ៉ាមួយយើងដែរនិយាយទៅមនុស្សប្រុសក៏គាត់ចេះប្រើដែរលេខកាលពីកម្ដៅថ្ងៃ skin care អីចឹងណាតែគាត់ថាបើឲ្យថតចឹងគាត់មិននិយមទេដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃពិសេសរបស់គាត់អញ្ចឹងក៏ជាឆ្លៀតធ្វើវីដេអូនេះទុកជាអនុស្សាវរីយ៍ថ្ងៃហ្នឹងបងប្អូនដឹងហើយចាខ្ញុំមកថតវីដេអូអស់កន្លះគាត់ឡើងយូរដើម្បីអ្នកនៅក្រោមហ្នឹងគេត្រៀម surprise គាត់ដល់អញ្ចឹងឲ្យចាំកាលចាថតវីដេអូបដាកុំឲ្យខាតហើយខ្ញុំអង្គុយឆ្ងល់ខ្លួនឯងចំណុចមួយបងប្អូនផាត់មុខឃើញសាច់មុខស្អាតភ្លឹងអញ្ចឹងប៉ុន្តែគឺខ្ញុំមិនងាយថតរូបហ្មងភាគច្រើនគឺថតវីដេអូអញ្ចឹងប៉ុន្តែខ្ញុំចូលចិត្តថតបែប stock បែបនេះនិយាយទៅខ្ញុំចូលចិត្តថតបែបប្រាប់ fan ថាវ៉ាន់ចេញឲ្យវ៉ាន់ចូលអីចឹងណាហើយថ្ងៃ surprise ប្តីខ្ញុំហ្នឹងគឺ night cream ចូលប្រហែលជា 200k ស្មើនឹង 60000 ខ្លងជាងហើយយកមកគេថាដល់ដេញមិនទាន់ទេបងប្អូនថតហើយគឺថាបបោះទៅវិញហ្មងលក់ដាច់នោះគឺហួសនឹងថ្លៃហ្មងចាហើយនេះគឺតំណាងចែកចាយក៏ដូចជាញាតិមិត្តចិត្តខាងស្និទ្ធចាគាត់មក surprise ប្តីខ្ញុំដូចគ្នាហើយនំបោះប្រពន្ធចាគឺទូជាងនំបោះតាណាងទេចានេះហើយគឺនំបោះខ្ញុំដែលខ្ញុំធ្វើជូនប្តីរបស់ខ្ញុំដែលគាត់ឡើងតំណែងក្រុមងារថ្មីបងប្អូនអើយក្តីសុខប្តីគឺជាក្តីសុខរបស់ប្រពន្ធមុខមាត់ credit គេឈ្មោះរបស់គាត់គឺជាមោទនភាពរបស់ប្រពន្ធនិងជារបស់គ្រួសារទាំងមូលផងដែរនេះចាអ្នកអបអរមើលទៅគឺថាសប្បាយជាងម្ចាស់ដើមទៀតសារតែនំខេកមួយគឺធំអញ្ចឹងត្រូវការកាន់គ្នា3ទៅ4នាក់ចាហើយនេះកំឡុងពេលដែលគាត់កំពុងនិយាយមួយតាណាងអញ្ចឹងណាយើងក៏ចាក់ភ្លេងឲ្យ surprise គាត់យកតែម្ដងចាហើយភ្លេងដែលយើងចាក់ surprise គាត់ហ្នឹងគឺបាត់អបអរសាទរបងប្អូនដឹងស្រាប់ហើយចាប្តីខ្ញុំក៏អត់សូវចេញមុខចេញមាត់នៅលើប្រព័ន្ធអនឡាញទេតែគឺជាប្តីខ្ញុំនេះហើយដែលគាត់នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគាត់គឺជាកម្លាំងចិត្តហើយគាត់ក៏ជាអ្នកដែលជួយខ្ញុំពីក្រោយខ្នងមករហូតដែរគាត់គឺជាទីប្រឹក្សាដ៏មានគុណភាពម្នាក់ដែលនៅជិតខ្លួនខ្ញុំគ្រប់ពេលវេលាថាពេលសប្បាយពេលកាត់ទុកពេលនឿយហត់គឺប្តីខ្ញុំគាត់ធ្វើខ្ញុំកក់ក្ដៅគ្រប់រឿងមិនថាតែខ្ញុំទេសូម្បីតែតំណាងចែកចាយទាំងអស់ទូទាំងប្រទេសគាត់ទទួលបានក្តីស្រឡាញ់ការគោរពការឲ្យតម្លៃពីមនុស្សជុំវិញខ្លួនទាំងអស់ហើយគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់ច្បាស់លាស់ហ្មត់ចត់ដែលអាចឲ្យមនុស្សជុំវិញខ្លួនពឹងពាក់បានហើយការងារដែលគាត់ធ្វើមួយគឺមានគុណភាពគឺគាត់សាងទំនុកចិត្តផ្ដល់ឲ្យមនុស្សជុំវិញខ្លួនគាត់សាងតម្លៃឲ្យខ្លួនឯងហើយនឹងគ្រួសារគាត់ធ្វើឲ្យក្តីសម័យខ្ញុំគ្រប់យ៉ាងខ្លាចជាការពិតគាត់ធ្វើឲ្យខ្ញុំគិតឲ្យរំភើបរាល់ថ្ងៃត្រង់ថាដែលខ្ញុំសំណាងដែលខ្ញុំមានគាត់ជាប្តីហើយរាល់បញ្ហានឹងព្យុះភ្លៀងទាំងឡាយគាត់អត់ដែលអោបដៃឈរមើលទេមិនថាបញ្ហាកើតឡើងលើគ្រួសាររបស់គាត់ឬក៏អ្នកជុំវិញខ្លួនគាត់ហើយគាត់ជាមនុស្សម្នាក់ដែលធ្វើច្រើនជាងនិយាយដូច្នេះហើយទើបគាត់សាងតម្លៃរបស់គាត់មិនចេះសាមិនថាចំពោះក្រុមការងារក្រុមគ្រួសារឬក៏សង្គមមនុស្សជុំវិញខ្លួននេះគឺជាការចែករំលែកខ្លះៗពីចរិតប្តីរបស់ខ្ញុំអ្នកគ្នាតែងតែមើលមកគាត់ជាមនុស្សដែលអត់ចេះមាត់អត់ចេះកហើយ slot bow ហើយអត់សូវចេញមុខនៅលើសង្គមអនឡាញអញ្ចឹងណាហើយថ្ងៃនោះដែរគឺជាថ្ងៃដែលប្តីរបស់ខ្ញុំគាត់ត្រូវបានព្រះមហាក្សត្រប្រោះប្រទាននៅក្រុមងារថ្មីហើយយើងមានបានធ្វើអីធំដុំទេទាំងអស់គ្នាអើយចាគឺតិចតួចបំផុតហើយដោយទាំងអស់គ្នាឃើញអញ្ចឹងរៀបចំតែអ្នកស្និទ្ធភាគច្រើនអ្នកដែលចូលរួមគឺជាតំណាងចែកចាយគ្នាតិចណាប៉ុន្តែតាន់សាហាវដល់គ្នាចាសប្បាយកប់សេរីហើយកំពុងតែសបាយកំពុងតែរំរែកចាតអស់នេះក៏មានអ្នកមកកាត់ចង្វាក់ surprise នំខេកមួយទៀតអញ្ចឹងហើយប៉ាអូនបែងពេលនោះក៏បានផ្លុំនំហើយបានរំបន្តទៀតហើយពេលនោះនំខេកនិយាយពីម្នាក់ធំមួយធំហើយច្រើននោះច្រើនថ្ងៃនេះខ្ញុំមកឆ្លៀនតិចទាំងអស់គ្នាដែលសារតែមានអ្នកចង់ឲ្យខ្ញុំ review ពី night cream ដែលសារតែអាវ៉ាន់មាននៅលើទីផ្សារដូច្នេះគាត់ខ្លាចប៉ះអាវ៉ាន់ fake អញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យទាំងអស់គ្នា note ចាគឺមានតែម original មូលបែបនេះតែមហ្នឹងគឺមានលេខកូដប្រទេសហើយមួយទៀតគឺឈ្មោះក្រុមហ៊ុននៅលើហ្នឹងនិយាយចាំទៅវាអត់មានអីត្រូវទិញប៉ះ fake ទេទាំងអស់គ្នាហើយកម៉ូបគឺមានអុក logo ដល់2ត្រួតគឺខ្ញុំធ្វើនេះគឺខ្ញុំធ្វើការពារអ្នកប្រើប្រាស់ហ្មងអូនណាទាំងអស់គ្នា logo គឺមានតែពណ៌ទឹកមាសមួយប៉ុន្តែឥឡូវគឺអុកត្រុតនៅលើកម៉ូបហ្នឹងហ្មងអញ្ចឹងអ្នកប្រើប្រាស់គាត់កាន់តែស្រួលចំណាំទៀតសាច់លេរបស់ night cream របស់ខ្ញុំទាំងអស់គ្នាគឺជាប្រភេទសាច់លេកញ្
ចាក់ដែលផលិតចេញពីពពួកតងសុកកោសិការស់ហើយជាសាច់លេសុតអត់មែនលេលាយទេណាខ្ញុំសូមបញ្ជាក់អ្នកគ្នាប្រើរបស់សុតណាគឺស្អាតយឺតប៉ុន្តែគាត់ថាទាំងអស់គ្នាប្រើ10 20ឆ្នាំក៏ចេះខូចមុខដែរហើយកាន់តែលាបយូរទៅសាច់មុខគឺថ្លាដូចឈ្មោះសាច់លេអញ្ចឹងហើយតម្លៃគឺមហាសែនសមរម្យហើយមានអ្នកខ្លះទៀតគ្រាន់តែលើតម្លៃឡើងគាត់អត់ជឿថាម្ចាស់ brand នេះប្រើលេហ្នឹងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងសាន់សេរ៉ូមដែលមានអ្នកសួរខ្ញុំថាសបល់គាត់ស្អែមហើយខ្មៅគឺប្រើបានអត់សហោះអត់ដូចខ្ញុំប្រាប់តាំងពីដើមគឺពពួកសាន់សេរ៉ូមគឺវាថនអាប់បែបកញ្ចក់គឺវាមានពណ៌តេណូ white case non sticky ហើយមនុស្សប្រុសគាត់ប្រើរឿងអីដែលគាត់ប្រើអត់កើតសារនៅពេលអាផ្លាចូលស្បែកមុខគឺវាជ្រាបចូលស្បែកមុខអស់ហើយវាបន្សល់ទុកនៅការថនអាប់បែបកញ្ចក់ន័យថាស្បែកមុខគាត់គឺអត់មានពណ៌ទេដល់នេះឃើញប៉ុន្តែគឺផ្ដល់នូវភាពសំណាមនិងរលោងចាញ់ចាំងលើស្បែកមុខរបស់គាត់ហ្មងហើយរឿងសាន់សេរ៉ូមគឺជាស្ដេចលេការពារកម្ដៅថ្ងៃបំលែងខ្លួនហើយវាជាប្រភេទលេការពារកម្ដៅថ្ងៃដែលមានផ្ទុកសារធាតុសេរ៉ូមបំពន់នៅក្នុងនឹងដូច្នេះហើយទៅគេហៅវាថាសាន់សេរ៉ូមឥឡូវចូលដល់វគ្គបិទគូតវីដេអូយើងវិញចំពោះនំខេកទាំងអស់ទាំងអស់គ្នាខ្ញុំបានបែងចែកជាចម្រៀកដាក់ចូលប្រអប់ត្រឹមត្រូវហើយខ្ញុំត្រូវយកនំទាំងអស់ហ្នឹងទៅចែកក្មេងៗឬក៏បងអូនដែលគាត់ក្រីក្រគាត់ទូរគតគាត់អត់មានអីហូបទាំងអស់គ្នាចានៅពេលដែលគាត់បានឃើញនំចឹងគឺខ្ញុំជឿជាក់មកថាគាត់នឹងរីករាយហើយគាត់ចង់បានចង់ញ៉ាំចឹងដោយសារតែវាជានំខេកចឹងណាអញ្ចឹងចំពោះលោកតាលោកយាយដែលគាត់ចាស់ជរាគឺខ្ញុំអត់បានជូនពួកគាត់ទេអញ្ចឹងអ្នកគ្នាដឹងស្រាប់ហើយពួកគ្រឿងនំខេកទាំងអស់ហ្នឹងភាគច្រើនខ្ញុំជឿជាក់ថាចំណូលចិត្តតែក្មេងៗឬក៏បងអូនដែលគាត់រៀងជំទង់ឯងហើយនំទាំងអស់ហ្នឹងវាដូចជាគ្រឿងបង្អែមអញ្ចឹងណាទាំងអស់គ្នាចាវាមិនមែនជាលក្ខណៈអាហារដែលគាត់ញ៉ាំប្រចាំថ្ងៃទេអញ្ចឹងយូរចែកម្ដងខ្ញុំគិតថាវានឹងបង្កើតភាពរីករាយទៅកាន់ពួកគាត់ហើយនេះហ่าគាត់តែខ្ញុំចូលទៅសួរនាំពួកគាត់ថាកន្លែងណាមានក្មេងៗច្រើនអញ្ចឹងណាអញ្ចឹងបងស្រីនិងបងប្រុសនេះគាត់បានសុំខ្ញុំម្នាក់មកប្រអប់ទុកឲ្យក្មួយគាត់ដែរហើយខ្ញុំក៏បានជូនពួកគាត់ម្នាក់មកប្រអប់ពីរប្រអប់ហើយក៏ឆ្ពោះទៅរកកន្លែងដែលមានក្មេងៗច្រើនហើយក្មេងៗពេលនោះដោយសារតែយប់រៀងជ្រេតែអស់គ្នាចាំម៉ោងចូលចិត្តមួយហើយអញ្ចឹងហើយគឺប្រទេសមកកន្លែងចែកមកកន្លែងមកស៊ូនអញ្ចឹងក្មេង4 10នាក់អញ្ចឹងទៅយើងចុះចែកម្ដងហើយតែអស់គ្នាដូចអ្វីដែលខ្ញុំគិតទុកមែនចានៅពេលពួកគាត់ឃើញនំកេកគឺពួកគាត់រីករាយមែនតែនហ្មងមើលទៅតែអស់គ្នាដឹងហើយរបស់ខ្លះគឺជារបស់ដែលទាំងអស់គ្នាគិតថាអូទាំងអស់គ្នាធ្លាប់ញ៉ាំហើយទាំងអស់គ្នាធុញទ្រាន់នឹងវាហើយទាំងអស់គ្នាគិតថារបស់ហ្នឹងគឺជាគ្រឿងធម្មតាប៉ុន្តែសម្រាប់ពួកគាត់វិញទាំងអស់គ្នាអ្នកដែលគាត់អត់ណាគាត់គ្រាន់តែឃើញភ្លាមមកទាំងអស់គ្នាគឺគាត់មកចោមរោមគាត់សុំយើងពី3ចានទុកផ្ញើបងប្អូនទុកផ្ញើម៉ាក់គាត់អូយអញ្ចឹងមិនថារឿងខ្លះយើងគិតថាសាមញ្ញសម្រាប់យើងប៉ុន្តែយើងអាចមើលរំលងអ្នកដែលកំពុងតែត្រូវការវាគ្រាន់តែខ្ញុំឃើញពួកគាត់ញ៉ាំហើយគាត់និយាយថាឆ្ងាញ់ណាស់អីអើយអញ្ចឹងហើយអ្នកខ្លះញ៉ាំថ្នាក់ឡើងអស់ពីចានគ្រាន់តែឃើញអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយមួយទៀតគឺយើងរីករាយនឹងសទ្ធារបស់យើងគម្រោងបន្ទាប់ខ្ញុំនឹងមានគម្រោងជូនជាម្ហូបអាហារក៏ដូចជាគ្រឿងប្រើប្រាស់សម្ភារៈផ្សេងទៅកាន់បងប្អូនលោកយាយលោកតាដែលគាត់ខ្វះខាតក្រខ្សត់តាមដងផ្លូវផងដែរគ្រឿងខ្លះទាំងអស់គ្នាវាគឺជាចំណុចតូចទេប៉ុន្តែវាគឺជាការសាងអនុស្សាវរីយ៍ល្អមានអត្ថន័យជាពិសេសគឺជាការសាយភាយនៅវប្បធម៌ចែករំលែកទៅកាន់សង្គមតដល់កូនចៅជំនាន់ក្រោយអរគុណច្រើន